របៀបគុំអញ្ចឹងយើងត្រូវដឹងឲ្យដឹងឲ្យអស់ណាអញ្ចឹងឥឡូវខ្ញុំទី1ខ្ញុំគុំពីលើមកយើងមានខ្សែឲ្យអូខេអានេះគេពាក់កអញ្ចឹងណាបងប្អូនណាគេពាក់កអញ្ចឹងទៅហើយបន្តមកទៀតចេញពីដុំបឺតហ្នឹងគឺមានអីគេគឺមានដុយសម្រាប់ជាប់ចាបាទអញ្ចឹងអានេះយើងអាចដាក់នៅក្នុងអាវបាទនេះឧទាហរណ៍នេះទ្រូងចោះដោះមួយថ្ងៃណាអានេះគឺដុំបឺតរបស់យើងអានេះយើងពាក់កហើយយើងដាក់នៅក្នុងអាវមកយើងអាចបូមបដាធ្វើការបដាបានហើយឆ្លាតប៉ុណ្ណឹងណាអានេះរបៀបផ្គុំនិងតម្លើងបាទអញ្ចឹងយើងនឹងទទួលបានការតម្លើងរួចរាល់គឺប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍តទៅនឹងក្បាលដោះបាទក្បាលដោះហ្នឹងគាត់យើងតូចអញ្ចឹងនៅពេលដែលយើងក្បាលដោះទៅយើងដាក់តំណហ្នឹងចូលអញ្ចឹងបាទដាក់ទៅក្នុងខាងណាយើងដាក់លេខ19លេខ19នេះក៏ដាក់មានអូខេអញ្ចឹងនៅពេលដែលយើងដាក់ហើយគឺវាលក្ខណៈបែបនេះអញ្ចឹងនេះយើងដាក់ក្នុងអាវអញ្ចឹងទៅហើយយើងពាក់អាវតំណពីលើមកបាទពាក់អាវតំណអញ្ចឹងណាអូខេបន្តមកទៀតយើងក៏ពាក់កហើយក៏យើងបើកម៉ាស៊ីនវាមកណាបើកម៉ាស៊ីនវាដាក់សុបយ៉ាងមកយើងដល់វគ្គការប្រើប្រាស់បាទតែការប្រើប្រាស់យើងត្រូវដឹងអំពីមុខងារប៊ូតុងផ្សេងៗលើនេះសិនវគ្គមុខងារផ្សេងៗទៅប៊ូតុងអានេះប៊ូតុង power អានេះបដូរមុខងារ function ណាបដូរមុខងារឬគេហៅថា mode ឬក៏ function ខ្មែរគេហៅមុខងារអញ្ចឹងណាបាទហើយអាចំហៀងនេះគឺថែមកម្លាំងថយកម្លាំងអញ្ចឹងអ្វីដែលសំខាន់បងប្អូនម៉ាស៊ីននេះមាន5មុខងារយើងបដូរអានេះទៅបាទអញ្ចឹងតោះខ្ញុំបើកឲ្យមើលអញ្ចឹងយើងចុច1អញ្ចឹងមកម៉ាស៊ីនបើកតែម្ដងអញ្ចឹងនៅពេលដែលចូលដំបូងគឺវាបដូរមកមុខងារបាតដៃឃើញមុខងារបាតដៃបាទឥឡូវខ្ញុំដាក់មុខងារទី1ចុះបាទមុខងារនេះគឺមុខងារគេហៅ promote របស់យើងនិយាយអីបើចង់គេថាភ្ញូចបាទភ្ញូចទឹកដោះទី1នេះបាទមុខងារនេះគេមើលកន្លែងនេះមុខងារអានេះគឺជាអេក្រង់បង្ហាញកម្លាំងបាទអញ្ចឹងនេះយើងអាចថែមកម្លាំងអញ្ចឹងមកបានរហូតដល់9បាទអញ្ចឹងមុខងារទី1គេហៅមុខងារភ្ញូចមុខងារទី2នេះគេហៅមុខងារម៉ាសាបាតដៃនេះរូបបាតដៃនេះមុខងារម៉ាសាចុចមួយទៀតអក្សរ C អក្សរ C នេះគឺជាមុខងារជញ្ជក់បាទមុខងារជញ្ជក់អូនជក់ជីបហ្នឹងណាបាទហើយអក្សរ C មានរូប3ដំណក់នេះគេហៅបឺតអញ្ចឹងអាបឺតហ្នឹងយើងអាចយកមកប្រើមុខងារមែនបានន័យថាមុខងារគោលអញ្ចឹងយើងអាចបឺតទៅរហូតដល់6 10កម្រិតកម្លាំងរបស់វាអញ្ចឹងម៉ាស៊ីននេះខ្លាំងញាក់សាច់ធម្មតាមានតែ9ទេអានេះមានបានដល់16កម្រិតបាទអញ្ចឹងមុខងារទី4ហ្នឹងគឺបឺតសុទ្ធតែម្ដងអញ្ចឹងបើសិនជាឧទាហរណ៍ថាការបឺតទៅវាមានការឈឺចាប់ឬក៏ស្ពឹកសពុននៅពេលដែលយើងបឺតយើងចុចមួយទៀតបាទបដូរមកមុខងារចុងក្រោយគេបំផុតនេះគឺមុខងារបាតដៃផងនិងមានមុខងារឆ្នូត2អាហ្នឹងមុខងារម៉ាសាផងបឺតផងក្នុងពេលតែមួយភ្ញូទឹកដោះផងបឺតផងក្នុងពេលតែមួយអារម្មណ៍នៃការទទួលបាននៃការបឺតនោះគឺម៉ាសាទៅវាបឺតមួយស្គ្រឺអញ្ចឹងអានេះគឺជាមុខងារពេញនិយមបាទពេញនិយមអញ្ចឹងបញ្ជាក់ម្ដងទៀតបើសិនហើយខ្ញុំបើកមកវិញអញ្ចឹងចូលមុខងារមុនដំបូងម៉ាសាអញ្ចឹងម៉ាសាបើសិនជាយើងលឿនចាំថាយើងបតន់ក្នុងការបូមអញ្ចឹងវាហៀទឹកដោះអញ្ចឹងយើងបដូរមកមុខងារទី3នេះទៅដល់អក្សរ C មានទឹកដំណក់3ដំណក់នេះបាទចូលមកមុខងារហ្នឹងមកអញ្ចឹងយើងបឺតយកតែម្ដងចានេះមុខងារបឺតបាទអញ្ចឹងបើសិនជាខ្លាំងដូចខ្សោយយើងចង់បានកម្លាំងកម្រិតណានេះបាទយើងចុចចំហៀងហ្នឹងចាំមកបាទអានេះយើងបឺតហើយសួរថាបឺតឬមិនបឺតកម្លាំងដើរឬមិនដើរបងប្អូនមើលកន្លែងនៅក្នុងនេះបាទ